របៀបធ្វើទឹកសៀងទឹកសៀងនេះយើងអាចញ៉ាំជាមួយនឹងផាត់ចៀនក៏បានផាត់ឆឹងក៏បានផាត់តកួនអីក៏បានដែរហើយរបៀបធ្វើហ្នឹងគឺដំបូងខ្ញុំលីងខ្ទឹមសឲ្យក្រហមហើយមកខ្ញុំចាក់ស្ករហ្នឹងគឺខ្ញុំដាក់ឲ្យវាឡើងជើងក្រងអីហើយមកខ្ញុំចាក់ទឹកសៀងចូលកូរវាឲ្យសព្វបានយើងចាក់ទឹកម្ទេសហើយពេលយើងចាក់ទឹកម្ទេសនឹងហើយគឺយើងកូរទៀតកូរវារហូតដល់វាសព្វចូលគ្នាអស់ហើយខ្ញុំចាប់ផ្ដើមដាក់សាតេចូលហើយសាតេហ្នឹងតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាអ្នកខ្លះក៏ដាក់តិចអ្នកខ្លះក៏ដាក់ច្រើនអញ្ចឹងណាហ្នឹងហើយនេះខ្ញុំចាប់ផ្ដើមដាក់សាតេចូលហើយខ្ញុំចាប់ផ្ដើមកូរវាទៀតកូរវារៀងយូរដែរនេះវីដេអូខ្ញុំដាក់លឿនអញ្ចឹងឃើញវាយឺតអញ្ចឹងខ្ញុំដាក់សាតេចូលឲ្យហើយបើអ្នកនរគ្នាចង់ដាក់ម្ទេសក៏បានអត់ក៏បានដែរតែខ្ញុំដាក់ម្ទេសចូលហើយខ្ញុំកូរវារហូតដល់វាពុះដាច់ទឹកអានឹងវាឆ្អិនហើយរបៀបធ្វើទឹកសៀងទឹកសៀងនេះយើងអាចញ៉ាំជាមួយនឹងផាត់ចៀនក៏បានផាត់ឆឹងក៏បានផាត់តកួនអីក៏បានដែរហើយរបៀបធ្វើហ្នឹងគឺដំបូងខ្ញុំលីងខ្ទឹមសឲ្យក្រហមហើយមកខ្ញុំចាក់ស្ករហ្នឹងគឺខ្ញុំដាក់ឲ្យវាឡើងជើងក្រងអីហើយមកខ្ញុំចាក់ទឹកសៀងចូលកូរវាឲ្យសព្វបានយើងចាក់ទឹកម្ទេសហើយពេលយើងចាក់ទឹកម្ទេសនឹងហើយគឺយើងកូរទៀតកូរវារហូតដល់វាសព្វចូលគ្នាអស់ហើយខ្ញុំចាប់ផ្ដើមដាក់សាតេចូលហើយសាតេហ្នឹងតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាអ្នកខ្លះក៏ដាក់តិចអ្នកខ្លះក៏ដាក់ច្រើនអញ្ចឹងណាហ្នឹងហើយនេះខ្ញុំចាប់ផ្ដើមដាក់សាតេចូលហើយខ្ញុំចាប់ផ្ដើមកូរវាទៀតកូរវារៀងយូរដែរនេះវីដេអូខ្ញុំដាក់លឿនអញ្ចឹងឃើញវាយឺតអញ្ចឹងខ្ញុំដាក់សាតេចូលឲ្យហើយបើអ្នកនរគ្នាចង់ដាក់ម្ទេសក៏បានអត់ក៏បានដែរតែខ្ញុំដាក់ម្ទេសចូលហើយខ្ញុំកូរវារហូតដល់វាពុះដាច់ទឹកអានឹងវាឆ្អិនហើយ